សម្រាប់បងប្អូនដែលតែងតែធ្វើការលេងឆាតជាមួយនឹងកម្មវិធី Telegram ណាបងប្អូនអាចធ្វើការកំណត់នៅឆាតរបស់យើងឲ្យវាធ្វើការលុបអូតូបានអញ្ចឹងបងប្អូនបើសិនជាចង់ធ្វើបែបហ្នឹងកុំភ្លេចមើលវីដេអូនេះខ្ញុំនឹងបង្ហាញលម្អិតតែម្ដងពីវិធីសាស្ត្រក្នុងការលុបឆាតអូតូនៅក្នុងកម្មវិធី Telegram បាទជាដំបូងសូមជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីវិធីសាស្ត្រក្នុងការកំណត់ឲ្យធ្វើការលុបសារស្វ័យប្រវត្តិនៅក្នុងកម្មវិធី Telegram អញ្ចឹងយើងចូលជាមួយនឹងកម្មវិធី Telegram ហើយចុចកន្លែងសញ្ញាគូស3មកបន្ទាប់មកយើងធ្វើការចុចកន្លែងពាក្យថា setting បាទ scroll មកក្រោមបន្តិចបងប្អូនហើយយើងធ្វើការចុចកន្លែងពាក្យថា privacy and security បាទរួចហើយបងប្អូននឹងឃើញត្រង់ចំណុចខាងលើនឹងឯងដែលគេដាក់ថា auto delete message បាទអញ្ចឹងបងប្អូនចុចត្រង់ចំណុចហ្នឹងមកបាទហើយកន្លែងនេះគឺកន្លែងដែលយើងធ្វើការកំណត់ហើយអញ្ចឹងវាមានរយៈពេលនៃការកំណត់របស់វាមួយបាទទី1គឺរយៈពេល1ថ្ងៃបាទ1សប្តាហ៍ឬក៏1ខែហ្នឹងស្រ័យទៅលើបងប្អូនទេដែលចង់ធ្វើការកំណត់ឲ្យវាលុបអូតូនៅក្នុងឆាតរបស់យើងណាបើសិនជាបងប្អូនចង់ដាក់បន្ថែមគឺយើងយកខាងក្រោមមកបាទអញ្ចឹងត្រង់ចំណុចខាងក្រោមហ្នឹងគឺយើងអាចធ្វើការជ្រើសរើសថ្ងៃបាទខែឬក៏ឆ្នាំអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសនៅការលុបឆាតអូតូនឹងបានតាមអ្វីដែលបងប្អូនពេញចិត្តណាអញ្ចឹងនៅពេលដែលយើងធ្វើការជ្រើសរើសឲ្យបងប្អូនគ្រាន់តែចុចខាងក្រោមហ្នឹងដែលគេដាក់ថា set auto delete បាទត្រង់ចំណុចខាងក្រោមហ្នឹងបងប្អូនអញ្ចឹងយើង select ថ្ងៃហើយយើងធ្វើការចុចត្រង់ចំណុចហ្នឹងមកបាទបន្ទាប់មកយើងអាចធ្វើការកំណត់បានហើយដោយវានឹងធ្វើការលុបអូតូតែម្ដងបន្ទាប់ពីយើងធ្វើការឆាតទៅមិត្តភ័ក្តិរបស់យើងឬក៏មនុស្សដែលយើងស្រឡាញ់ណារយៈពេល1ថ្ងៃគឺវាលុបអូតូតែម្ដងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ